ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជំរាបដល់ពីនេះនៅក្នុងវីដេអូនេះយើងនឹងសម្រាប់ទីតាំងថ្មីមួយទៀតដែលមានចំណងជើងថា Working Man លើឆ្នាំ2025នឹងគឺខ្ញុំពីប្រម្នាក់ដែលជាកម្មករសំណងនេះក៏តែមានប្រវត្តិមិនធម្មតានោះទេថ្ងៃមួយនៅពេលដែលមិត្តភក្តិរបស់គាត់នឹងត្រូវបានក្រុមម៉ាហ្វៀចាប់ចម្រិតគាត់នឹងក៏បានចេញមុខទៅតាមប្រមាញ់ក្រុមម៉ាហ្វៀនឹងយកមិត្តភក្តិរបស់គាត់ត្រឡប់មកវិញតែប្រកាសឲ្យបែបគាត់ដឹងដែរនៅក្នុងការប្រមាញ់នឹងគឺស៊ីសាយហត់ឈាមគ្នាខ្លាំងមែនតើអញ្ចឹងដើម្បីកុំឲ្យយើងទៅរងចាំយូរតោះយើងចូលស្អីរឿងមកសេរីចាប់ដើមជាមួយនឹងការណែនាំជាស្គាល់ប្រម្នាក់ឈ្មោះថា Lavon ដែលជាទីតាំងមេកងកម្លាំងពិសេសរបស់ប្រទេសអង់គ្លេសក៏តែឥឡូវនេះគឺឈប់ធ្វើទាហានហើយគាត់នឹងមកធ្វើជាជាងសំណងម្ដងគឺជាមេការសំណងហើយគាត់គឺជាមនុស្សដែលប្រឹងប្រែងធ្វើការនិងគ្រប់ទូនាទីខ្លាំងដែលវាគឺបានធ្វើឲ្យកូនចៅរបស់គាត់នឹងមានការគោរពនិងឲ្យតម្លៃលើគាត់ខ្លាំងមែនទែនក្នុងកំណត់ពេលនៃការញ៉ាំបាយថ្ងៃត្រង់កូនចៅរបស់ Lavon ម្នាក់ដែលសារតែស្រឡាញ់មេខ្លាំងពេកថែមទាំងបានឲ្យប្រពន្ធនឹងធ្វើម្ហូបយកឲ្យមេញ៉ាំផងដែរដែល Lavon បន្ទាប់ពីទទួលយកបាយនឹងហើយគេនឹងក៏បានប្រកាសប្រាប់កូនចៅរបស់គេទាំងអស់ថាថ្ងៃនេះគឺមានការងារច្រើនណាស់ត្រូវធ្វើអញ្ចឹងហើយគាត់ក៏បានប្រកាសប្រាប់ពួកគេនឹងប្រឹងប្រែងធ្វើការទៅធ្វើយ៉ាងណាឲ្យបញ្ចប់គម្រោងនឹងមុនពេលវេលាដែលកំណត់គាត់នឹងមានបំណងមានអីសម្រាប់បន្ថែមមកពួកគេ Lavon ក៏បានធ្វើការងារជាមួយការសំណងឲ្យក្រុមហ៊ុនមួយឈ្មោះថា Cassia ជាក្រុមហ៊ុនគ្រួសារហើយគ្រួសាររបស់ Cassia នឹងគឺវាថាស្រឡាញ់រាប់អានគ្នាជាមួយនឹង Lavon នឹងខ្លាំងមែនទែនថ្ងៃមួយក្នុងឡងពេលដែលពួកគេអពនៅក្នុងតុកាយឡៃមួយគ្នានឹងកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនឈ្មោះថា Jenny នឹងគឺបានប្រាប់ថាពុករបស់នាងថាឥឡូវនេះគឺបានបញ្ចប់ឆមាសរបស់នាងហើយអញ្ចឹងគឺចង់ជួបនាងជុំគ្នាជាមួយនឹងមិត្តភក្តិសំលុយខ្លះដើម្បីជួបនាងឲ្យចឹងទៅហើយពុករបស់នាងនៅពេលបានឃើញចំនួនទឹកលុយដែល Jenny នឹងសំគឺមានការប្រាប់ខ្លាំងមែនទែនដោយសារតែវាច្រើនពីដំបូងគាត់នឹងគឺហាក់ដូចជាមិនចង់ឲ្យទេក៏តែដោយសារតែខ្លាច Jenny កូនស្រីរបស់គាត់នឹងអន់ចិត្តក៏បានយល់ព្រមឲ្យទៅក្នុងពេលតែមួយនឹង Lavon ក៏បានសង្កត់ឃើញថាមានក្រុម gangster មួយក្រុមបានចូលមកកាន់ការឋានសំណងរបស់ពួកគេហើយធ្វើការវាយតបទៅលើកម្មករសំណងម្នាក់ដែលជាកូនចៅរបស់គាត់អញ្ចឹងហើយ Lavon ក៏បានសម្រេចចិត្តចូលទៅជួយដែលបានយកអរិយគូនឹងចាស់ទៅលើពួកគេព្រមទាំងបានបន្តធ្វើការវិភាគការពួកគេខ្លាំងមែនទែនបន្ទាប់មកគ្នារបស់ក្រុម gangster ក៏បានបន្តចូលមកប្រមាណអ្នកបន្ថែមទៀតដែល Lavon ក៏បានយកបាយស៊ីម៉ុងពុកទៅលើពួកគេបន្ទាប់មកក៏បានអាមេក៏ភ្លើងដែលបានចាប់គ្នារបស់ពួកគេម្នាក់ជាប់ជុំជាប់ព្រមទាំងបានគំរាមកាន់ពួកគេនឹងថាចាក់ចេញពីកន្លែងហ្នឹងទៅចំណែកក្រុម gangster នៅពេលបានឃើញចឹងគឺភ័យខ្លាំងមែនទែនដោយសារតែអត់នឹកស្មាននោះចំណែកពួកគេនឹងក៏បានចាក់ចេញដែលមិនហ៊ានត្រឡប់មកវិញទេផុតពីនោះមក Jenny ដែលជាកូនស្រីរបស់តកែក្រុមហ៊ុនគឺបានចូលមកនិយាយគ្នាជាមួយនឹង Lavon ដែលបានសួរថាអូមិននឹងគឺវាយលុយខ្លាំងមែនទែនអាហ្នឹងគឺជាក្បាច់ដែលហ៊ានខាងដែលហ៊ានមកនោះមែន Lavon មកតែកាន់ Jenny ថាអូអំភ្លេចនឹងចោលទៅ Jenny នឹងក៏បានឃើញអីទេបន្ទាប់ពីនិយាយចឹងហើយ Jenny ក៏បានហុចទៅមកអាហារហ្នឹងឲ្យទៅកាន់ Lavon ញ៉ាំតែ Lavon ក៏បាននិយាយថាចុះមិនបានគ្រប់គ្នាចេះយកមកអាហារញ៉ាំគាត់ញ៉ាំអញ្ចឹង Jenny ក៏បានប្រាប់ថាមកពី Lavon ហ្នឹងអត់មានអ្នកធ្វើមកឲ្យមួយសន្ទុះក្រោយមក Lavon ក៏បានលេងកូនស្រីរបស់គាត់ឈ្មោះថា Mary ដែលក៏បានស្នាក់នៅជាមួយនឹងឪពុកក្មេងរបស់គាត់ឈ្មោះថា Jordan ដែលប្រពន្ធរបស់គាត់គឺបានបាត់បង់ជីវិតបាត់ទៅហើយ Jordan នៅពេលដែលដឹងថាថ្ងៃហ្នឹងគឺ Lavon ត្រូវមកលេងកូនស្រីអញ្ចឹងគឺថាបានរៀបចំកម្មវិធីជប់លៀងដើម្បីកុំឲ្យ Lavon ហ្នឹងមានពេលជាមួយនឹងកូនស្រីច្រើនទៀតផងចំណែកមូលហេតុដែលគាត់ធ្វើអញ្ចឹងគឺដោយសារតែគាត់បន្ទោស Lavon ថាជាអ្នកដែលបានធ្វើឲ្យកូនស្រីរបស់គាត់ហ្នឹងបាត់បង់ជីវិត Jordan ជាឪពុកក្មេងរបស់ Lavon នៅកន្លែងនេះគឺបានព្យាយាមនិយាយច្រើនខ្លាំងមែនទែនដើម្បីដាក់អំហឹងរបស់ Lavon ហ្នឹងឲ្យធ្វើរឿងដែលមិនគួរធ្វើក៏ប៉ុន្តែបើទោះជានិយាយយ៉ាងណាក៏ដោយ Lavon ហ្នឹងគឺអត់ព្រមធ្វើប្រាប់ការនោះទេដែលបានលាគ្នាជាមួយនឹងគាត់ទៅជួបគ្នាជាមួយនឹងកូនស្រីរបស់គេបើតែខាងមក Lavon ហ្នឹងក៏បាននាំ Mary កូនស្រីរបស់គាត់ហ្នឹងមកញ៉ាំអាហារគ្នាត្រង់ជុំគ្នាហើយគឺកំឡុងពេលការញ៉ាំអាហារហ្នឹង Lavon ក៏បានឲ្យគំនិតមួយទៅកាន់កូនស្រីរបស់គាត់ដែលវាគឺជារូបថតរវាងនាងជាមួយនឹងម្ដាយរបស់នាង Mary នៅពេលបានឃើញអញ្ចឹងនាងគឺមានអារម្មណ៍ថាហាក់ដូចជាមិនសូវជាសប្បាយចិត្តប៉ុន្មានទេដោយសារតែនាងសោកសៅក៏ដូចជាខឹងជាមួយនឹងម្ដាយរបស់នាងថាហេតុអីបានជំដាយរបស់នាងហ្នឹងចាក់ចោលនាងទាំងនៅវ័យក្មេងដែលឥឡូវហ្នឹងនាងគឺសឹងតែមិនចាំមុខរបស់ម្ដាយនាងផងផុតពីនោះមក Lavon មកបន្តជួបគ្នាជាមួយនឹងមេធាវីរបស់គាត់ដែលនាងក៏បានដឹងថាឥឡូវហ្នឹងគាត់កំពុងតវ៉ាក្តីជាមួយនឹង Jordan របស់ក្មេងរបស់គាត់ដោយ Jordan គឺចង់ផ្លងគំទីធ្វើយ៉ាងណាក៏បាន Lavon ហ្នឹងអាសាមកលេង Mary ខាងពេកចំណែកមូលហេតុនេះគឺយកហេតុផលថា Lavon ធ្លាប់មានអតីតភាពជាទាហានចឹងហើយគូក្បាលរបស់គាត់ហ្នឹងគឺអត់មានស្ថិរភាពនោះទេ Lavon នៅកន្លែងនេះគាត់ប្រមូលផលសិទ្ធិរបស់គាត់ទេដូច្នេះហើយគាត់គឺចាំបាច់ត្រូវតវ៉ាក្តីដោយបានដកលុយប្រមាណជាជាង100000ដុល្លារឲ្យទៅកាន់មេធាវីរបស់គាត់ដើម្បីបន្តការងារមួយហ្នឹងហើយលុយហ្នឹងគឺជាលុយที่គាត់សងមកតាមរយៈការដេញទៅលើឡានអត់ព្រមជួលផ្ទះនៅអីទេទោះជាអញ្ចឹងក៏ដោយមេធាវីរបស់ Lavon ក៏បានយល់ថាការដែល Lavon ដេញក្នុងឡានហ្នឹងក៏មិនមែនជារឿងល្អដែរដោយសារតែក្រុមមេធាវីរបស់ Jordan ដែលប្រភេទរបស់ Lavon ហ្នឹងគឺបានយកហេតុផលមួយទៀតដែលថា Lavon ហ្នឹងអត់មានកន្លែងដែលច្បាស់លាស់អញ្ចឹងហើយទើបមិនអនុញ្ញាតឲ្យគាត់ហ្នឹងអាសាទៅលេង Mary Lavon ក្រោយពីចាប់ជាមួយនឹងមេធាវីក៏បានសម្រេចចិត្តថាជួបដេញនៅក្នុងឡានហើយអញ្ចឹងហើយគេក៏បានមកជួលផ្ទះមួយនៅតែផ្ទះនេះគឺចាស់ខ្លាំងមែនតើជាងនេះគឺបាយបាក់អស់ហើយគេនេះគឺប្រឡាក់ទៅដោយឈាមទៀតផងកន្លែងមួយនេះណាវិញតាមការក្រុងទុកនេះជាមួយនឹងការរបស់នេះក៏បានជួបយើងនៅទីតាំងនៃក្លឹបមកកន្លែងរងរេសប្បាយខ្លាំងមែនតើក៏តែពួកគេនេះគឺមិនដឹងទេថាឥឡូវនេះក៏មានមនុស្សមកក្រុមដែលជាក្រុម Mafia ហ្នឹងកំពុងតែព្យាយាមតាមមើលពួកគេនេះខ្លាំងមែនតើបើតែកាលមកប្រហែលឈ្មោះចនេះដែលជា bartender ហ្នឹងក៏បានចូលមកនិយាយនេះជាមួយនឹង Jenny និយាយសួរនាំច្រើនខ្លាំងមែនតើនៅកន្លែងហ្នឹងយើងក៏បានដឹងផងដែរថាប៉ុន្តែចនេះមានទំនាក់ទំនងគ្នាជាមួយក្រុម Mafia មកក្រុមហ្នឹងហើយពួកនេះគឺជាក្រុមជួយដូរមនុស្សដែលឥឡូវហ្នឹងមានតែជួយមកពួកគេម្នាក់នេះគឺបានឲ្យតម្លៃច្រើនខ្លាំងមែនតើព្រោះថាពួកគេនេះចាប់ Jenny យកទៅឲ្យគាត់មកសន្ទុះក្រោយមកមិត្តភក្តិរបស់ Jenny ម្នាក់ដែលសារតែញ៉ាំស្រាច្រើនខ្លាំងពេកនេះគឺបានក្អួតចឹងហើយពួកគេក៏បានជួយនាងទៅបន្ទប់ទឹកក៏
ក៏តែក្នុងឡងពេលនៃការចាក់ចេញមកវិញចានេះគឺបានចេញមកមុនតែម្នាក់ឯងណានឹងត្រូវបានក្រុមអ្នកចាប់ចម្រាស់ហ្នឹងចាប់នាងបាត់នៅកន្លែងហ្នឹងទៅរយៈពេលប្រហែលជា2ថ្ងៃកន្លងផុតទៅបាត់ដំណឹងរបស់ចានេះហ្នឹងសូមឈឹងទៅម្ដងប៉ូលីសហ្នឹងក៏រកមិនឃើញដែរមិនមានអ្វីអីសោះអញ្ចឹងហើយឪពុកម្ដាយរបស់ចានេះហ្នឹងគឺមានការបារម្ភខ្លាំងមែនទែនក៏បានយករឿងទៅបាត់គ្រប់យ៉ាងហ្នឹងយកមកប្រាប់លវ័នឪពុកម្ដាយរបស់ចានេះនៅកន្លែងហ្នឹងគឺថាតបានពឹងទៅកាន់លវ័នហ្នឹងឲ្យជួយស្វែងរកកូនស្រីរបស់ពួកគេផងដែរដែលសារពួកគេគឺបានដឹងអំពីប្រវត្តិរបស់លវ័នថាជាជើងខ្លាំងជាទាហានជើងខ្លាំងជាអីចឹងណាមានបបផ្សោតខ្លាំងលើពីនេះពួកគេគឺថាតបានស្ម័គ្រចិត្តក្នុងការផ្ដល់លើឲ្យទៅកាន់លវ័នហ្នឹងច្រើនខ្លាំងមែនទែនដើម្បីលវ័នធ្វើយ៉ាងណារកតែកូនស្រីរបស់គេឃើញមកគេអស់ប្រហែលគឺហ៊ានចំណាយដែរលវ័ននៅកន្លែងគឺបានបដិសេធតែគាត់ថាឥឡូវគាត់គឺលែងធ្វើជាទាហានអីទៀតហើយគាត់នឹងគឺធ្វើជាកម្មករសំណងដែរដូចឃើញអញ្ចឹងគាត់បបងជីវិតនឹងចោលហើយមិនចង់ត្រឡប់ទៅវិញទេតែបើទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយរបស់ចេនីនៅតែបន្តព្យាយាមបងលវ័ននឹងបងទៀតនេះគាត់ឈប់នៅទីដោយសារតែគាត់នឹងគ្មានចំណូលចិត្តទៅលើប៉ូលីសណាគាត់ថាប៉ូលីសគ្មានសមត្ថភាពរកទេរីឯលវ័នបើទោះជាទទួលបានការបង្កក៏យ៉ាងណាក៏ដោយគាត់គឺថាដូចជាមានភាពស្ទះស្ទើរនឹងមិនទាន់និយាយថាយល់ព្រមឬក៏មិនយល់ព្រមទេនៅកន្លែងហ្នឹងណាមកសន្ទុះក្រោយមកលវ័នបានជិះឡានមកលេងជាមួយនឹងមិត្តចាស់របស់គាត់ម្នាក់ឈ្មោះកានីដែលសោកធ្វើជាទាហានជាមួយនឹងគ្នាហើយលវ័ននឹងគឺធ្លាប់ជួយសង្គ្រោះជីវិតរបស់កានីផងដែរកានីឥឡូវនេះក៏រស់នៅក្នុងជនបទហើយគេនឹងគឺមើលមិនសូវឃើញទេដោយសារតែមានបញ្ហារបួសក្នុងអំឡុងពេលនៃការធ្វើសង្គ្រាមនៅកន្លែងហ្នឹងលវ័ននឹងក៏បានពិភាក្សាគ្នាអំពីរបស់ចានីនឹងជាមួយនឹងកានីដែលកានីក៏បានឲ្យយោបល់ថាឲ្យលវ័ននឹងតាមបេះដូងតាមចិត្តគំនិតរបស់គេទៅគេដឹងច្បាស់ថាលវ័ននឹងគឺចង់ជួយសង្គ្រោះចានីហ្នឹងឯងផុតពីនោះមកលវ័នក៏បានជួបគ្នាជាមួយនឹងឪពុកម្ដាយរបស់ចានីវិញនៅផ្ទះរបស់ពួកគេដែលនៅកន្លែងនេះយើងឃើញថាឪពុករបស់ចានីនឹងគឺកំពុងតែអង្គុយមើលវីដេអូរបស់ចានីកាលពីពេលដែលនាងនៅតូចហើយមើលទៅគាត់ស្ងប់ស្ងាត់ខ្លាំងមែនតើនឹកកូនស្រីមិនដឹងថាមានអីកាលឡើងចំពោះនាងអញ្ចឹងណានៅកន្លែងហ្នឹងលវ័នគឺបានព្យាយាមនិយាយលួងទៅកាន់ឪពុករបស់ចានីថាកុំឲ្យសោកសៅពេកគាត់គឺព្រមទទួលយកការងារមួយហ្នឹងហើយគាត់សន្យាថាគាត់នឹងប្រើប្រាស់បបិសររបស់គាត់នឹងជាទាហានបបិសររបស់គាត់ក្នុងការប្រយុទ្ធកម្មបាមែនបើទៅជាទៅសម្លេះណាបអូជាយ៉ាងណាក៏ដោយគាត់ត្រូវតែនាំចានីនឹងទៅមកថាវិញខានទៅបានដែរឪពុករបស់ចានីបើទៅជាសោកយ៉ាងណាក៏ដោយបន្ទាប់ពីលឺអញ្ចឹងទៅក៏មានអារម្មណ៍ថាធូរស្បើយចិត្តខ្លះដែរផុតពីនោះមកលវ័នក៏បានចាប់ដាក់ការស៊ើបអង្កេតរបស់គាត់ដែលបានកាន់ទីតាំងនៃបារដែលគេឃើញចានីនឹងនៅលើចុងក្រោយនៅកន្លែងហ្នឹងលវ័នក៏បានសង្កេតឃើញថាចនីដែលជាបារ tender ហ្នឹងគឺមើលទៅធ្វើសកម្មភាពផ្លៃគួរឲ្យសង្ស័យខ្លាំងមែនតើដូច្នេះហើយគាត់ក៏បានបន្តចេញមកខាងក្រៅដើម្បីរកមើលជាមួយបារវិញបារស្រាប់តែបានឃើញនៅបន្តមួយដែលទំនងជាជ្រុះចេញពីខ្លួនរបស់ចានីចឹងហើយគាត់ក៏បានដឹងថាចានីនេះគឺត្រូវបានគេចាប់ខ្លួននៅកន្លែងហ្នឹងលវ័នក៏បានតាមដានចនីនេះមកដល់ផ្ទះរបស់គេនិងបានចូលដល់ក្នុងបន្ទប់បន្ទាប់មកក៏បានយកភ្លើងភ្ជុំទៅកាន់ចនីនៅរូបថតរបស់ចានីនេះបង្ហាញឲ្យចនីឃើញនិងសួរចនីថាតាមក្រុមរបស់ចនីនេះបានចាប់ខ្លួនចានីនេះយកទៅណាចនីនៅកន្លែងនេះគឺបានធ្វើដូចជាមិនដឹងរឿងអីទេគេថាគេមិនដឹងទេគាត់ជាបារ tender ជាអ្នកបម្រើការងារនៅកន្លែងបារធម្មតាតែមកសួរគេនឹងគេដឹងអីលវ័ននៅពេលសួរចនីសួរពួកអត់ទទួលបានចម្លើយអីហ្នឹងក៏បានធ្វើទណ្ឌកម្មចាប់ចនីនេះជាមួយទឹកយកតែម្ដងតែម្ដងថតនោះក៏មិនទទួលបានព័ត៌មានអីដែរតាមពេលនោះចនីក៏បានលើសម្ដែងគ្នារបស់គេពីរអ្នកបានណាចូលមកអញ្ចឹងហើយក៏បានស្រែកខ្លាំងមែនទែនឲ្យគ្នារបស់គេជួយគ្នារបស់ចនីពេលក៏បានរកអាវុធធ្វើការមិនប្រហែលសម្ដៅមកកាន់លវ័នក៏តែលវ័នក៏បានយកចនីនេះយកមករាំងដែលក៏បានធ្វើចនីនេះបានបងជីវិតនៅកន្លែងហ្នឹងទៅខណៈដែលលវ័ននៅវិញក៏បានមកការមិនប្រហែលបញ្ចប់ជីវិតរបស់អ្នកទាំងពីរនាក់ហ្នឹងនៅកន្លែងហ្នឹងដែរទៅលវ័នមើលតាមទ្រូងរបស់ពួកគេដែលបានឃើញសាកអញ្ចឹងហើយគឺដឹងតែម្ដងថាពួកនោះគឺជាក្រុមម៉ាហ្វៀរុស្ស៊ីដូច្នេះគាត់ក៏បានផ្ញើប្រមូលលុយមួយចំនួនដាក់ចូលក្នុងកាបូបព្រមទាំងបានចាក់ចេញពីកន្លែងហ្នឹងទៅព្រលឹមនេះឃើញថាលវ័នគាត់មានតែណានោះទេគាត់ចាំតាំងពីយប់រហូតដល់ភ្លឺដើម្បីចាំខ្លំមើលនៅកន្លែងការហើយនឹងតែម្ដងហើយវាដូចជាការរំពឹងទុកអញ្ចឹងក្រុមម៉ាហ្វៀមកក្រុមដល់ទៅបារម្ភម្នាក់ឈ្មោះតាវ៉ូឡូនោះគឺបានដល់កន្លែងហ្នឹងដើម្បីមកអង្កេតមើលហេតុការណ៍ដែលបានកើតឡើងកាលពីយប់មិញវ៉ូឡូបានចូលទៅមើលក្នុងផ្ទះហើយនឹងឃើញថាគ្នារបស់គេ3នាក់នេះគឺបានបាត់បង់ជីវិតបន្ទាប់មកគេក៏បានវិនិច្ឆ័យថាអូនឹងគឺមិនមែនការឡើងដោយសារតែការបាញ់ប្រហារគ្នាឬផ្ទៃក្នុងនោះទេក៏ប៉ុន្តែមានអ្នកខ្លះនឹងបានបាញ់ប្រហារគ្នារបស់គេនិងបានលួចលុយរបស់ពួកគេនឹងទៅហើយចឹងហើយទៅបន្តតាមដានថាអ្នកគេប្រកាសវ៉ូឡូក្រោយពីប្រមូលព័ត៌មានមកហ្នឹងហើយក៏បានកូនចៅរបស់គេសម្អាតកន្លែងការហេតុដើម្បីប្រវត្តិផុសតាមបន្ទាប់មកក៏បានមកឡើងត្រឡប់ទៅផ្ទះរបស់គេវិញខណៈដែលលេវ៉ូនៅវិញក៏បានមកឡើងទៅតាមពីក្រោយក្រោយពីមកដល់ផ្ទះរបស់វ៉ូឡូលេវ៉ូក៏បានយកកាបូបមួយឡើងទៅទីខ្ពស់ដើម្បីឆ្លងមើលទៅកម្មភាពគ្រប់បែបគ្រប់យ៉ាងរបស់វ៉ូឡូដែលគេក៏បានឃើញថាវ៉ូឡូនឹងក៏បាននៅជាមួយនឹងសង្សាររបស់គេហើយសង្សាររបស់គេគឺបានថាវ៉ូឡូក៏តែដោយសារតែវ៉ូឡូក៏បានមកនឹងក៏បានវាយសង្សាររបស់គេចឹងហើយសង្សាររបស់គេក៏បានចាក់ចេញពីកន្លែងហ្នឹងទៅទុកវ៉ូឡូនៅផ្ទះតែម្នាក់ឯងក្រោយពីឃើញអាការល្អលេវ៉ូក៏បាននៅចូលក្នុងផ្ទះរបស់វ៉ូឡូហើយយកកាហ្វេក្តៅនោះចេះចុងក្តៅមករបស់វ៉ូឡូតែម្ដងប្រតិបត្តិដល់វ៉ូឡូបានឲ្យស្លាប់តោះមកគេក៏បានយកវ៉ូឡូនោះទៅចងជាប់ជាមួយនឹងកៅអីមួយបិទស្គឺតមាត់ចិត្តព្រមទាំងបានញ៉ាំពីហ្សាឬទៅកាន់វ៉ូឡូទៀតផងក្រោយពីត្រូវបានលេវ៉ូបិទស្គឺតមាត់ចេញមកវ៉ូឡូក៏បានចាប់ដើមគំរាមទៅកាន់លេវ៉ូភ្លាមតែម្ដងថាឯងដឹងទេថាយើងគឺជាណាគេលេវ៉ូក៏បានឆ្លើយតបថាបើឯងមិនដឹងថាខ្លួនឯងជាណាគេផងយើងធ្វើម៉េចដឹងថាឯងជាណាគេនៅអញ្ចឹងវ៉ូឡូក៏បានប្រាប់តែម្ដងទៅថាគេគឺជាម៉ាហ្វៀណាគេធ្វើការក្រុមម៉ាហ្វៀដែលមានបណ្ដាញធំខ្លាំងណាឯងធ្វើអញ្ចឹងឯងដឹងទេត្រូវបានគេតាមប្រមាញ់ហ្នឹង7ពូជណារីលេវ៉ូទៅជាបានលុយចឹងហើយក៏ដោយគាត់ហាក់ដូចជាគ្មានព្រឹងរួមអីទេដែលថាតែបានយកលុយហ្នឹងបាយទៅលើមុខរបស់
របស់លោកទៅផងតែលុយរយបាយយល់បន្តមកគាត់ក៏បានដកទូរស័ព្ទមកបង្ហាញរូបរបស់ចេនីនេះឲ្យទៅកាន់បងលោកបានឃើញព្រោះតែបានប្រាប់ថាគាត់មកនឹងគឺដើម្បីមករកខ្លួនជាម្នាក់ហ្នឹងចំណែកបងលោកបើទៅខ្លួនឯងនៅក្នុងស្ថានភាពហ្នឹងហើយក៏ដោយហ្នឹងគេនេះគឺនិយាយលុយអត់ខ្វល់ទៀតថាតបានជីទៅកាន់ level ទៀតផងចឹងហើយ level ហ្នឹងក៏មិនខ្វល់ដែរគឺបានកាត់ខ្សែសម្រាប់បងលោកដែលចូលជាប់ហ្នឹងចូលទឹកជ្រក់ទឹកបាត់បង់ជីវិតនៅកន្លែងហ្នឹងទៅ level ក្រោយមកក៏បានជិះមកដល់ខាងក្រៅផ្ទះហើយឃើញតែគាត់គឺបានថតសម្លេងរបស់បងលោកក្នុងកំណត់ពេលការនិយាយគ្នាណាដែលបងលោកគឺបាននិយាយជាភាសារុស្ស៊ីមួយម៉ាត់អញ្ចឹងហើយគាត់ក៏បានបកភាសារុស្ស៊ីហ្នឹងនឹងបានដឹងថាបងលោកគឺបាននិយាយឈ្មោះរបស់បរិម្នាក់ឈ្មោះថាឌីមីដូច្នេះហើយ level ក៏សន្និដ្ឋានថាឌីមីហ្នឹងគឺប្រហែលជាជាប់ពាក់ព័ន្ធជាមួយករណីនៃការបាត់ខ្លួនរបស់ចេនីដែរនៅពេលបន្ទាប់យើងឃើញថាមានបរិម្នាក់ឈ្មោះថា Simon ដែលជាម៉ាហ្វីរុស្ស៊ីដែរហើយជាមេរបស់បងលោកហ្នឹងគឺបានមកកាន់ទីតាំងនៅផ្ទះរបស់បងលោកដើម្បីមកគ្រប់វិញ្ញាណក្ខន្ធរបស់បងលោកនៅកន្លែងហ្នឹង Simon គឺមកប្រាប់ទៅកាន់កូនប្រុសទាំងពីររបស់គាត់ឲ្យបងនៅជាមួយនឹងថាបើទោះជាបងលោកហ្នឹងគឺជាមនុស្សល្អហើយតែគឺបានធ្វើការងារពួកគេហ្នឹងបានសម្រេចច្រើនខ្លាំងយ៉ាងណាក៏ដោយកូនប្រុសរបស់បងលោកឈ្មោះថាឌីមីហ្នឹងគឺបានបង្កបញ្ហាច្រើនខ្លាំងសម្រាប់ពួកគេក្រៅពីនេះ Simon ដែលហ្នឹងគឺបានដឹងអំពីអត្តសញ្ញាណរបស់ Level តាមរយៈកាមេរ៉ាសុវត្ថិភាពនៅផ្ទះរបស់បងលោកហ្នឹងគឺបានប្រាប់ទៅកាន់កូនប្រុសទាំងពីររបស់គាត់ថាពួកគេហ្នឹងគឺចាំបាច់ទៅតាមប្រមាញ់បញ្ចប់ជីវិតរបស់ Level ហ្នឹងឲ្យបានដោយសារតែ Level ហ្នឹងគឺសាហាវណាស់ដូចជាបិសាចមួយអញ្ចឹងដែលបញ្ចប់ជីវិតរបស់ពួកគេហ្នឹងដែលគ្មានភាពភ័យខ្លាចអីទេកន្លែងមក Level របស់ខ្ញុំវិញគាត់គឺបានតាក់ទងទៅកាន់មិត្តភក្តិរបស់គាត់ម្នាក់ដែលកំពុងធ្វើការនៅខាងប៉ូលីសហើយសួរព័ត៌មានតាក់ទងជាមួយនឹង Dami ថា Dami នេះគឺជាណាគេអីចឹងទៅដែលមិត្តភក្តិរបស់ Level ក៏បានប្រាប់ថាអូ Dami នេះគឺជាសមាជិកនៃក្រុម Mafia ដែលមានឥទ្ធិពលនិងមានអំណាចមួយក្រុមនិយាយទៅគឺក្រុមឲ្យ Level ហ្នឹងតែពាក់ព័ន្ធជាមួយពួកហ្នឹងឯងវាគួរស្រែកណាក៏តែបើទោះជាយ៉ាងណាក៏ដោយមិត្តភក្តិរបស់ Level ហ្នឹងក៏បានប្រាប់អំពីព័ត៌មានមួយចំនួនតាក់ទងជាមួយនឹង Dami នឹងដែរដែលថា Dami នេះគឺធ្វើការងារតាក់ទងជាមួយនឹងការលក់ថ្នាំនៅទីតាំងនៃក្លឹបមកកន្លែងគេនេះគឺជាមេជួញដូរថ្នាំរបស់ក្រុម Mafia ជនជាតិរុស្ស៊ីនឹងតែម្ដងមួយសំណួរក្រោយមក Level គឺបានមកកាន់ទីតាំងនៃបារដែលមិត្តភក្តិរបស់គេនឹងបានប្រាប់តែម្ដងហើយឃើញថានៅកន្លែងនេះគឺមានសិទ្ធិក្រុមម៉ូតូធំមើលទៅគឺសាហាវខ្លាំងមែនតើ Level គេមកនោះគឺមិនមកដែរទៅទីមកជាមួយនឹងអាវុធបដាមនោះដែរហើយបន្តិចក្រោយមកនារីម្នាក់នេះជាអ្នកគ្រប់គ្រងកាមេរ៉ានេះគឺបានឃើញសកម្មភាពរបស់ Level ហ្នឹងគួរសង្ស័យក៏បានបញ្ជូនគ្នារបស់គេម្នាក់ហ្នឹងឲ្យទៅគួរចិត្តដើម្បីសួរនាំ Level បន្ទាប់មកក៏បានលុយបន្តំដាក់ទៅទឹកដើម្បីបង្ហាញថាគេនេះគឺមានចេតនាចង់មកស៊ីជាមួយនឹងពួកហ្នឹងអញ្ចឹងហើយបរិបទម្នាក់នេះជាសន្តិសុខហ្នឹងក៏បាននាំ Level ហ្នឹងចូលមកខាងក្នុងដើម្បីជួបគ្នាជាមួយនឹងមេរបស់គេក្រោយពីចូលមកដល់ខាងក្នុង Level ក៏បានជួបគ្នាជាមួយនឹងបរិបទម្នាក់ឈ្មោះថា Dutch ដែលជាមេនៅកន្លែងហ្នឹងគឺជាមេក្រុមម៉ូតូធំណា Dutch បានសួរទៅកាន់ Level ថាមកកន្លែងនេះចង់បានអីដែល Level ក៏បានប្រាប់ថាគេមកហ្នឹងគឺដើម្បីមករកស៊ីជាមួយនឹង Dutch ហ្នឹងរីឯ Dutch បើទោះជាបានលុយចឹងហើយក៏ដោយគេក៏ទុកចិត្តទីយល់ឃើញថា Level ហ្នឹងគឺប្រហែលជាប៉ូលីសដែលបានប្រាប់ទៅកាន់ Level ហ្នឹងឲ្យបង្ហាញអត្តសញ្ញាណរបស់គាត់ហ្នឹងឲ្យគេបានឃើញក៏ថា Level ហ្នឹងគាត់ភូមិសហការនោះទីចឹងហើយ Dutch ហ្នឹងក៏បានបញ្ជាកូនចៅរបស់គេហ្នឹងឲ្យធ្វើការវិប្រហារទៅកាន់ Level រីឯ Level គេហ្នឹងក៏ខ្លួនចៅដែរគឺបានធ្វើការវិភាគជាមួយនឹងកូនចៅរបស់ Dutch ម្នាក់ឯងហ្នឹងទៅទួលគ្នាជាមួយនឹងកូនចៅរបស់ Dutch ប្រហែលជា7ទៅ8នាក់ឯណោះ Level មិនចាត់ការកូនចៅរបស់ Dutch ហ្នឹងដែលកាច់បំបាក់ដៃផងកាច់បំបាក់ជើងផងខ្លះហ្នឹងក៏ចាក់ខ្វះបោកមួយនេះបោកមួយនោះនិយាយទៅគឺគួរអាណិតកូនចៅរបស់ Dutch ហ្នឹងខ្លាំងមែនតើឆាបវានៅទៅបន្តទៅមុខដែរកូនចៅរបស់ Dutch ហ្នឹងមកភ្លឺមកភ្លីគ្មានណាគេវាយទៅមុខរបស់ Level ហ្នឹងសូម្បីតែម្ដាយហើយបន្តិចក្រោយមកទើបបណ្ដាច់ហ្នឹងប្រាប់ទៅកាន់ Level ដែលឈប់តែគេនេះគឺជាថា Level ហ្នឹងគឺមិនមែនជាប៉ូលីសហើយគឺជា working man ជាអ្នកធ្វើការងារធម្មតានោះទេ Dutch ក៏មកបន្តនិយាយនេះជាមួយ Level ថា Level ចង់ស៊ីមួយគេហ្នឹងមកស៊ីរបៀបម៉េចដែល Level ហ្នឹងក៏បានប្រាប់ថាគេនេះគឺចង់ទិញថ្នាំពីក្រុមរបស់ Dutch ដើម្បីទៅលក់បន្តក្នុងទម្ងន់ប្រហែលជា4ផោនក្នុងរយៈពេល1ខែ Dutch បានយល់ព្រមនិងបានណាត់ឲ្យ Level ហ្នឹងមកជួបគ្នាជាមួយកូនចៅរបស់គេនៅទីតាំងនៃហាងលក់ pancake មកកន្លែងនៅផឹកស្អែកហើយក្រៅពីនេះគេនឹងថាបានឲ្យទូរស័ព្ទមួយដែលជាប្រភេទ burner phone បើថាទេទៅគឺបាត់លេខហ្នឹងថាគេទេមកនោះទីដើម្បីងាយស្រួលពួកគេនឹងណែនាំថាទៅធ្វើម៉េចព្រមឡើង Level ហ្នឹងគឺបានមកកាន់ទីតាំងហាងលក់ pancake តាមការណាត់ជួបព្រោះក៏បានឲ្យលុយទៅកាន់កូនចៅរបស់ Dutch បន្ទាប់មកនៅពេលគេចេញមកវិញ Dutch ហ្នឹងក៏បានតែតតាមរយៈទូរស័ព្ទដែលគេបានឲ្យទៅកាន់ Level ហ្នឹងប្រាប់ថាថ្នាំគឺបានដាក់នៅខាងក្រោមគូតឡានរបស់ Level ចំណែក Level គេនឹងក៏បានឡានរបស់គេមកជុំនៅក្នុង Master មកកន្លែងបន្ទាប់មកនៅពេលដែលរកឃើញថ្នាំហ្នឹងក៏បានបោះវាចូលក្នុងទឹកដើម្បីបំផ្លាញចោលកន្លែងមកមនុស្សពីរនាក់ដែលជាអ្នកចាប់ចម្រាស់ Jenny ណាវិញពួកគេក៏បាននាំ Jenny យកមកភ្ញៀវរបស់ពួកគេហើយភ្ញៀវរបស់ពួកគេគឺពេញចិត្តជាមួយ Jenny ខ្លាំងណាស់ដោយសារតែ Jenny នេះគឺមើលទៅដូចគ្នាជាមួយនឹងតួអង្គមួយដែលធ្លាប់គូនៅក្នុងគំនូរអញ្ចឹងណាអតិថិជនរបស់ពួកគេនៅកន្លែងនេះគឺបានបងលុយអតិថិជនទាំងពីរនាក់ហ្នឹងហើយបន្ទាប់មកក៏បានបើកវ៉ាលីមើល Jenny ក៏តែវាណាតែបាន Jenny នេះខំដៃឬខំខ្លាំងមែនទេដូច្នេះហើយគាត់ក៏បានបញ្ជាទៅកាន់អ្នកទាំងពីរនាក់ហ្នឹងឲ្យនាំ Jenny នេះត្រឡប់ទៅវិញទៅកន្លែងមកនៅវិញដាច់ហ្នឹងគឺបានទៅមកកាន់គេដែលបានប្រាប់ថាចំនួននៃពួកគេធ្វើមួយគ្នាគឺហាក់ដូចជាមានហានិភ័យណាស់ចឹងហើយគេចង់បាច់ទៅធ្វើការបញ្ជាក់ឲ្យបានច្បាស់ជាងហ្នឹងដូច្នេះហើយគេនឹងគឺបានណាត់ឲ្យ Level ហ្នឹងមកជួបគ្នាជាមួយនឹងមេរបស់គេនៅថ្ងៃស្អែកដើម្បីជែកគ្នាបានស៊ីចម្រើនបន្តិចនៅថ្ងៃបន្ទាប់ Level បានធ្វើតាមការណែនាំរបស់ Dutch ដោយបានមកកាន់ទីតាំងនៃហាងមួយកាត់ឲ្យធំមក play បន្ទាប់មកក៏បានពាក់មកជួបគ្នាជាមួយនឹង Dutch ហើយនឹងមេរបស់ Dutch ឈ្មោះថា Dimi ហ្នឹងឯង Dimi នៅកន្លែងហ្នឹងគឺហាក់ដូចជាមានការសង្ស័យជាមួយនឹង Level ចឹងហើយគេនឹងក៏បានព្យាយាមបញ្ជាក់បន្ថែមដែលបានឲ្យ Level ហ្នឹងបង្ហាញឲ្យបានបងប្អូនរបស់គេនឹងឲ្យមកកាន់គាត់មក Level នៅកន្លែងហ្នឹងគឺហាក់ដូចជា tester ក៏ប៉ុន្តែគាត់ចង់គាត់នៅតែបង្ហាញឲ្យបានបងប្អូនហ្នឹងឲ្យទៅកាន់ក្រុមរបស់ Dimi ហ្នឹងបានមើលទៅក្រោយពីបញ្ជាក់រួចរាល់ហើយ Dimi ហ្នឹងគឺចាប់ផ្ដើមទុកចិត្តតិចចឹង
chẳng mấy cơ quan nhiều from cô nơi từng đỉnh đại miền Nam bảo man chỉ buôn phòn và tham tiết ao thì can level cho bị tụt rồi đâm miếng cơ quan phải can level thà bảo xin đi coi level nó tại can Nam và tham tiết nó bài thuê chờ đi còn là chat trâu hoặc là tu sắp đây để Pokemon ao năm nào chat hụt đam siêu chừng luôn tụi bay đam như tất cả đám này mà xin đúc ra mà level mà tọm nó tiền bảo con vinh hay ban cả đã thâu Nam nữa tập lẽ trâu thằng con nó mới trả chào và tọm mà con cơ quan mình quy mua tu sắp bảo cho đi để cơ quan cho Johnny mau hay là ban khuyên thế Johnny nó cơ quan chat chừng mình prom để cho tụi wiper để Pokemon cơ quan trong cùng rung nó pin ông làm bay chặt Johnny này level mà tôiใช้มือรูทอร์บจอนี่จะมันไวเปอร์นะมันคือท่าเนี่ยแต่ปีนั้นคือบ้านที่การดีตั้งในคลับระบอนดัชดิฉันเนี่ยให้คนคือบ้านตลาดมากันคลับระบอนดัชเป็นเอาที่กับประดับโจมตีคือจังคลับมือไวเปอร์นั่นในคลองงานบอกคนคือน้ำชื่อมวยมันดีผมไหมเนี่ยกับกองกำราสวัสดิ์เป็นเด็กหลานนี่คือบ้านสกอมกับระบอนเลวันหนึ่งจำกับระบอนกี่บ้านตามอย่างแคมบาร่าต่อมากับบ้านจูเนียระบอนกี่นี่อะไรตามเลวันคือจังเลวันกับบ้านพยับบ้างมันต้องจัดจริงที่กระไรนั่นพิมพ์นายกรมเดลินกับบ้านมาต่อบ้านลันตาพิการพองได้เนี่ยกระไรนั่นกรมเดลินคือบ้านมาการบ้านพระสังดานมาการเลวันนี่คือบ้านยูราโยธรรมดาจีรันมาได้บ้านก็ได้ขณะนั้นเลวันเนี่ยเป็นคือบ้านที่บ้านตัวระบอบกี่นี่คิดติดเทรนคิดติดสนามวัดจงวัดล่างเนี่ยไปคุยนะคิดจริงที่การบ้านพระก็จะการจับคู่ระบอบโปกี้ชัดเจนในการเล่นที่นั่นอะไรนั่นคือหินเป็นเชียร์ได้แต่ซาตาเลวันนั่นคือทำในไอเดียขณะกรมเนี่ยเลี้ยงเลวันนั่นคือวิธีเชิญแต่โปกี้นั่นคือบ้านบางลานแกะพิมพ์พอยพงแล้วโหดเรามาดูกรามาเลวันนั่นคือบ้านบางลานแบบบอกสุ่มลานปลีมวยเพื่อกี่นั่นแต่หมกเลยรุ่ยแล้วเป็นนู้ปลีสิริพิเนนั่นคือบ้านเจนพิลานมาระบอบสุ่มเพื่อสถานการณ์เลวันคือเราไปดูมวยนั่นคนปลอดภัยมันแต่พิเนนั่นคือบ้านเราอะไรนั่งหรือยังคือบ้านเราท่าปลีสิริพิเนนั่นก็ช่วยกันเหยียดกองมาพิได้จนนั่นคือบ้านกูเลวันนั่นเนี่ยแต่กันกองมาพินตื่นมาสิดูก่อนมาเลวันแต่บางคนพูดถึงพิระบอบไซมันในจะมีกองมาพิรุษีมันเนี่ยนั่นคือบ้านจับตื้อดักล่าหนังไปที่กันหลายระบอบปุกี้คือกับเราไม่ได้การบาลานในตามเพลย์คนพูดถึงพิระบอบไซมันนั่นคือบ้านสู้จุ่มลอยที่กันเลวันแต่ถ้าคนนั่นคือมีตำแหน่งตำแหน่งไอ้จุ่มมันดีไม่สกอรีมีตามแน่ตามไปเลวันหนึ่งอะไรนั่นคือบ้านสายต่อไปที่หอยหนึ่งเติมบางคนถึงพิระบอบไซมันนั่นเอาไปเห็นตู้ใส่ได้ก็ไม่ได้กดฟิงคอลที่บ้านเชียร์แกบไหนคนถึงพิระบอบไซมันนั่นคือบ้านไปเยอะคือบ้านทุกการวิบัติตลอดการปุกี้วิ่งเนื้ออะไรนั่นเลวันคือบ้านช่วยคนพูดถึงพิระบอบไซมันนั่นคือตั้งไหนกูซ้อมได้ดิฉันให้ปุกี้นั่นคือบ้านดอกวัดนำไปยังมาช่วยกับใจเมียนนะแต่บางแล้ววันนึงจับจอบหรือว่าปลาวันนึงวันเหมือนจอบจุดประวัติกองล้านแต่นี่คือวันหัวล้านเราพวกกินเนื้อบานกันลับแล้ววันบอกว่าตัวทุกอย่างอยู่ในจมูกคนพอต้องปีหรือว่าสายมันน้อยไม่ได้ประวัติแต่ว่าเพลย์นั่งแล้ววันนึงก็บอกเหมือนจอบจุดคนพอต้องปีหรือว่าสายมันนึงเนื้อกันหลายนั่งเพียงของแน่แล้ววันจบเลยล้านมาประวัติเจอบอกว่านั่งแค่ล้านแต่และโจทย์ตึงนำไปประวัติพอแท้หนึ่งบานจากจริงที่หลายนั่งแต่บาตึงใช่ได้มันการจะไปพักยิงเป็นแท้สายมันวันมือสะสอบคนพอต้องปีหรือว่ากี้เดี๋ยวเจอบานแล้ววันนึงก็เป็นจอบจุดเนื้อกันหลายนั่งที่นั่งคือแกชุดจับครั้งเหมือนแต่หนึ่งจังสองสักจุดแล้ววันนึงพิมพ์แต่มาแล้วดิฉันให้กินคือแท้แต่บ้านแต่ต้องติดกันสมาจากในกองมาพิมพ์เซนที่นั่นเอามาจุ่มคลีนแต่ไม่ประกาศสังเกตจุ่มแล้ววันก็เลยจะได้มีเราวันที่กับจุ่มนี่จุ่มไวเปอร์อะไรกูระบบไวเปอร์นายจีเดียตัวตัวนึงการจับจุ่มรัชนีเนื้ออะไรนึงมีนี่คือบ้านของในการข้างสบายจุ่มเด็กแต่พี่เด็กข้างเหมือนแต่บ้านเคยกี่ขาดลุยผู้ทางจับจุ่มเจนี่บ้านเฮาเยอะแต่จุ่มนั่นแต่จุ่มนั่นคือบ้านเราเจนี่นั่นตลอดมาวิ่งแต่สัตว์การคุยไปให้ระบบปุกี้บรรดาเจนี่นั่นทำได้ระบบแต่จุ่มดีมีเนื้ออะไรนั่นคือบ้านมันตัวทุกการผมเรียนแต่กันแต่พี่เด็กทางไงคุยคือบ้านมีหนึ่งจังการเราเราที่บอกว่าฉันที่กินมันเลยเอาที่หอยเจนี่นี่คือใบตุ๊กมุติเยอะตัวเป็นจับจุดระบาดนี้เช้าตัวมาสนุกการมาสายมันบอกมาตัวที่ตั้งคลับระบาดนี้มีในบ้านคนจะระบอกกินนึกไม่มีร้านแต่ขันลื่นแต่ไม่ให้ดีมีนึกเอาไปจุกที่จุดมันกี่ดีมีเนื้ออะไรนึกว่าถ้าจะมีการผัดไทยขนาดเหมือนเต้นขนาดนั้นสายมันนั่นวันนี้ก็มาผัดกันดีมีถ้าบรองมันเนี่ยก็ปรุงตามประมาณปุกี้ครับบ้านเป็นจับจุดที่ระบาดปุกี้นึกจะอันขนาดเหมือนเต้นรวมจังโวลูปกระบาดดีมีนึกพอได้สายมันกรามากับบาดีมีนึกมือวิดีโอคาเมราสที่บรูกระบาดแล้ววันแต่ปุกี้บ้านอยู่บ้านมีแต่บาโวลูปกระบาดดีมีแต่เป็นคืนจังฟิล์มดีมีนี่คือดังฟิล์มแต่ไม่ต้องที่เลวันจะไม่กลัวบ้านเอาอย่าบ้านมาบอกที่โยปีเลวันของเราเป็นการโจเจ้าที่จมูกฟิล์มนั่นเอาจากการกลองระบาดไซมันแต่คนจะระบาดไซมันนั่นคือจะนายพยายูนิตี้แต่ว่าเพลย์ที่กูให้เราแค่ตัดสัญญาณตรวจระบาดเลวันนั่นดังท่าเลวันนั่นคือจะได้แต่หินพิเศษระบาดจะเอาพวงเลยนั่นไงไปต้องระบาดเราเป็นการบาลานซ์ตามเพลย์ทางสลายนั่นก็มาแต่ตัวมาเอาท่าโจนั่นจะลูกท่าระบาดเมรี่นั่นก็บ้าไปโยจ้าดียังไงนั่นจะไม่เอาเลวันนั่นไปโยคนบอกกี่พงมาแต่กรามาเลวันก็บ้าไปโยเมรี่ในสลายเขาจะเป็นลาวเราดันฟิล์มเลวันก็บ้าไปกันเมรี่ท่าคนนั่นคือบ้านของกอล์ฟสุดท้ายทงมวยได้พวกนี้นั่นคือผู้ทักทางเหมือนกันดิฉันให้เลวันก็บ้าไปกันเมรี่นี่เอามือตาลูกตาบอกที่พงนั่นก็ไหลเนี่ยแต่ซาตาชีพน้องตุสบายโรตาที่นี่คือโจมชั่วโมงตุสบายโรเมรี่เนี่ยเมรี่บ้านมือบอกชีพน้องบ้านน้องตาโอ้ลูกตาบอกที่นี่มีแต่แน่ในแต่เราอีกมาสิดูกรามาเนี่ยแต่พี่ได้มาตลอดเราแต่เราโจดันวิ่งขึ้นท่าโจดันนั่นก็คือทางกรองมาฟีไว้หลังตู้ใส่ค่ะแต่เราบอกที่นั่นก็ทางกรองมาฟีดอกเจ้าได้เลวันขึ้นจังก็ว่าพยาโจแต่ทำไมชื่อสิโจดันเนี่ยขึ้นแต่โจดันนั่นคือความมีระบบที่มันปัญหาทั้งตัวที่จังหากินกับบ้านลีโจดันนั่นจังที่แต่ทำไมชื่อสิครัวกราพี่จังมีดอกขังคราวโจดันนั่นคือบ้านจีบตัวที่กันเลวันนั่นคิดแต่ท่าเรื่องอ่อนคือการลานในซาแต่เลวันนั่นเอง
ក៏តែរំពេញនោះមេរីចាសែរបស់គេនឹងក៏បានចូលមកកាត់ដែលថាចូលទៅនឹងគឺគួរតែអរគុណទៅកាន់លេវនពុករបស់នេះបានត្រូវព្រោះថាលេវននឹងក៏បានជួយសង្គ្រោះជីវិតរបស់គាត់រំពេញនោះក្រុមឡានសង្គ្រោះឡានរថភីភ័យក៏បានចូលមកដល់ដែលចូលទៅនឹងឡានក៏បានដាក់ចិត្តនិយាយពាក្យថាអរគុណទៅកាន់លេវនហើយបន្ទាប់មកលេវនក៏បាននាំមេរីខ្លួនសែរបស់គេនឹងចាក់ចេញពីកន្លែងហ្នឹងបន្តិចក្រោយមកលេវនបាននាំមេរីនឹងមកផ្ទះរបស់កានីម្ចាស់របស់គេដែលស្រុកស្រែដើម្បីការពារសុខភាពរបស់នាងបន្ទាប់មកគេជាមួយនឹងកានីក៏បានគួរនិយាយគ្នាដែលបានប្រាប់កានីថាគេសង្ស័យថាឌីមីប្រហែលជាដឹងថាឥឡូវហ្នឹងជីនេះគេនៅកន្លែងណាចំណែកកានីក៏ទៅចង់ខ្ញុំគឺដឹងតែម្ដងថាលេវនហ្នឹងចង់ធ្វើអីចឹងហើយគេក៏បានប្រាប់ទៅកាន់លេវនថាបើសិនជាលេវនហ្នឹងចង់បាញ់សម្រាប់ចូលទៅចាប់ខ្លួនរបស់ឌីមីសួរចម្លើយឌីមីហ្នឹងគេនឹងគឺទៅទីមកវត្តឲ្យបានច្រើនដើម្បីបាញ់យកផ្លូវហ្នឹងត្រឡប់ចេញមកវិញនេះគ្នាក៏ពីនិយាយប៉ុណ្ណឹងហើយកានីហ្នឹងក៏បាននាំលេវនចូលក្នុងទស្សនៈរបស់គេមួយដែលក្នុងគឺមានអាវុធច្រើនខ្លាំងមែនតើអញ្ចឹងហើយលេវនក៏បានចាប់ដើមរើសយកអាវុធធំៗដែលគេត្រូវប្រើដើម្បីចាត់ការក្រុមរបស់ឌីមីបន្ទាប់មកក៏បានរៀបអាវុធទាំងអស់ហ្នឹងដាក់ទៅក្នុងឡាននៅពេលពីចាចេញមេរីនេះគឺដឹងថាលេវនឪពុករបស់គេគឺចង់ធ្វើអីហើយចឹងហើយក៏បានប្រាប់ទៅកាន់ឪពុករបស់គេថាគាត់នេះគឺចាំបាច់ត្រូវតែត្រឡប់មករស់នាងវិញទាំងរស់កុំមកតែមានបញ្ហាត្រឡប់មកវាយបើជាមួយដៃគូរបស់គេដែរវិញពួកគេនឹងកំពុងធ្វើតាមបញ្ជារបស់ឌីមីមីរបស់គេដែលបានបើកឡាននាំចេនីទៅកាន់កន្លែងស្ងាត់ដើម្បីចាត់ការចេនីនឹងចោលក៏ប៉ុន្តែក្នុងឡងពេលការបើកឡានចេនីនឹងក៏បានខ្លួនមកដើម្បីធ្វើការវិភាគទៅកាន់ពួកគេដែលបានធាក់កៅអីធាក់យូតែម្ដងហើយវាយបើនៅកន្លែងនោះវាសាប់បាយអារម្មណ៍ជាមួយចេនីនឹងក៏បានបើកឡានទៅបុកជាមួយដើមឈើធ្វើឲ្យទៅលេងរួចចេនីបន្ទាប់មកក៏បានធាក់កញ្ចក់ទម្លាយចេញទៅដល់ខាងក្រៅព្រមទាំងរត់ចូលទៅក្នុងព្រៃគេដាក់វាយបើជាមួយដៃគូរបស់គេនៅវិញក៏បានព្យាយាមបន្តរត់ដេញតាមពីខាងក្រោយក្នុងកំឡុងពេលការរត់ចេនីនឹងគឺបានកាត់ចំណងដៃរបស់នេះបានជោគជ័យដែលបានបន្តរត់លឿនខ្លាំងមែនទែនចូលក្នុងព្រៃជ្រៅតែដាក់ដៃក្រុមរបស់វាយបើជាមួយដៃគូរបស់គេនៅវិញក៏បានដេញតាមដែលបានមកការបាញ់ប្រាសម្រាប់ការនាងដូចគ្នាហើយនៅកន្លែងនេះពួកគេនឹងគឺបារម្ភខ្លាំងមែនទែនខ្លាចតាចេនីនឹងគឺរួចខ្លួននោះពួកគេគឺต้องទៅចូលគុកវិញហើយពីនេះប្រហែលចេនីនឹងក៏បានរត់មកដល់កណ្ដាលផ្លូវដែលគឺឡានបលីមួយចឹងក៏បានកាក់ឡានបលីនឹងឲ្យឈប់ដែលបលីស្រីពីរនាក់នឹងក៏បានចុះលើឡានមកទៅមកក៏បានឲ្យនាងនឹងឡើងមកលើឡានជាមួយនឹងពួកគេក៏ប៉ុន្តែជំនួយការយកទៅកាន់កន្លែងដែលមានសុវត្ថិភាពបលីស្រីទៅពីរនាក់នឹងគឺដូចជាយើងដឹងចឹងគឺជាគ្នារបស់ក្រុមម៉ាហ្វៀនោះទេបាននាំចេនីនឹងមកកាន់កន្លែងរបស់វាយបើជាមួយនឹងគូរបស់វាយបើភ្លាមៗនេះគ្នាវាយបើជាមួយនឹងគូរបស់គេបន្ទាប់មកក៏បានចាប់ចេនីនឹងទៅលាក់ចូលក្នុងផកហើយក៏បានអាមេរភ្លើងផងបញ្ចុះជីវិតរបស់ចេនីទៅហើយក៏តែរំពេញនោះពួកគេនឹងក៏បានទទួលការតាក់ទងពីអតិថិជនចាស់របស់ពួកគេនឹងមកម្ដងទៀតដែលពេលហ្នឹងគឺចង់ទិញយកចេនីនឹងម្ដងទៀតជាមួយនឹងតម្លៃថ្លៃខ្លាំងមែនទែនដល់ទៅ1លានដុល្លារនោះជារបស់គេបានដាក់លក្ខខណ្ឌថាពួកហ្នឹងគឺត្រូវតែនាំចេនីនឹងមកកាន់កន្លែងជម្លៀសរបស់គាត់ហើយមិនយកមកធម្មតាទេគឺយកមកទាំងខ្លួនប្រឡាក់ផុកតែម្ដងហើយក៏មកចេនីនឹងស្លាប់ឲ្យសោះបើមិនទេគឺគាត់អត់យកនោះទេក្នុងពេលទាំងមូលនេះយើងឃើញថាលេវនរបស់នេះក៏បានលួចចូលមកកាន់ទីតាំងនៃក្លឹបរបស់ឌីមីដែលបានចាត់ការកូនចៅក្រុមអ្នកយាមក្នុងសន្តិសុខរបស់ឌីមីនឹងម្ដងមួយដែលប្រើប្រាស់កបិតអត់ហ៊ានប្រើភ្លើងទីខ្លាចគេលឺជំនាញនៃការប្រើកបិតរបស់លេវននឹងគឺល្អខ្លាំងមែនតើនិយាយទៅគេនឹងគឺកាត់ផងចាក់ផងទៅលើក្រុមសន្តិសុខទាំងអស់ហ្នឹងហើយតាមរយៈពេលទៅផ្លែតំណលេវននឹងគឺបានបញ្ចប់ជីវិតកូនចៅរបស់ឌីមីនឹងដល់តែ3នាក់មិនយ៉ាងប្រហែលកូនចៅរបស់ឌីមីផ្សេងទៀតក៏បានដឹងអញ្ចឹងហើយលេងប្រើកបិតគឺប្រើកភ្លើងម្ដងដែលបានបាញ់និយាយទៅបាញ់ត្រង់ខ្លាំងមែនតើបញ្ចប់ជីវិតកូនចៅរបស់ឌីមីនឹងដែលគ្មានបបាអីសូម្បីតែបន្តិចមិនយ៉ាងប្រហែលលេវនក៏បានបញ្ចូលមុខគ្នាជាមួយនឹងឌីមីដល់ផ្ទាល់ហើយឌីមីនឹងគឺកំសាកខ្លាំងមែនតើបានយើងឌីមីម្នាក់ហ្នឹងយកទៅធ្វើជាចំណាត់ខ្មាំងបំរីមរបស់លេវនហ្នឹងធ្វើអីគេរីលេវនគេក៏មិនមានបបាអីជាមួយឌីមីដែរគឺបានដាក់មកក្របសំដៃរបស់ឌីមីដែលកាន់កភ្លើងធ្វើឲ្យជ្រុះបន្ទាប់មកគេនឹងក៏បានឲ្យឌីមីនឹងអង្គុយចុះលេវនបានសួរទៅកាន់ឌីមីយកកន្លែងលាក់ខ្លួនរបស់ជីនីជំនួយការបញ្ចុះជីវិតរបស់ឌីមីលេវននឹងក៏បានឲ្យឌីមីនឹងជូនគេទៅជានីហើយក្នុងកំឡុងពេលការបើកឡានតាមផ្លូវឌីមីនឹងក៏បានសួរទៅកាន់លេវនថាលេវនធ្វើទៅអត់ដើម្បីទៅស្រីម្នាក់ហ្នឹងហើយលេវនមកប្រាប់ទៅកាន់ឌីមីថាគេនឹងក៏បានសន្យាជាមួយបងប្អូនរបស់ជានីថាតែនាំជានីនឹងត្រឡប់ទៅវិញដូច្នេះហើយគេនឹងគឺមិនចង់ឲ្យខុសពាក្យសន្យារបស់គេទេមិនយ៉ាងប្រហែលអ្នកទាំងពីរនេះក៏បានមកដល់ទីតាំងដែរជានីទៅបានគេគុំខាំងហើយលេវនគឺបានសួរទៅកាន់ឌីមីថាចុះឌីមីឯងធ្វើទៅអត់ដើម្បីអីដែលឌីមីនឹងក៏បានឆ្លើយថាគេនឹងគឺគ្មានអីទេក្រៅពីលុយហ្នឹងឯងលឺអញ្ចឹងលេវនក៏បានចាប់អូឌីមីនឹងទៅលាក់ចូលក្នុងភក់បន្ទាប់មកក៏បានបញ្ចប់ជីវិតរបស់គេនៅកន្លែងហ្នឹងទៅផុតពីនោះមកលេវនក៏បានរៀបចំអាវុធរបស់គេត្រៀមដើម្បីចាត់ការក្រុមសន្តិសុខយាមកាមនៅកន្លែងហ្នឹងលេវនបានចាប់ផ្ដើមទៅបានប្រាក់អាវុធរបស់គាត់នឹងចាត់ការកូនចៅសន្តិសុខយាមកាមនៅខាងក្រៅមុនហើយបន្ទាប់ចាត់ការអស់ហើយបានគាត់នឹងចាប់ផ្ដើមចាត់ការនៅខាងក្នុងម្ដងដែលបានបោកគ្រាប់បាយមកគ្រាប់ចូលទៅខាងក្នុងហើយគ្រាប់បាយនឹងក៏បានផ្ទុះកំទេចតាំងនៅកន្លែងហ្នឹងបញ្ចប់ជីវិតកូនចៅសន្តិសុខនឹងអស់មួយចំនួនលេវនបានបន្តសម្រុកចូលទៅដល់ខាងក្នុងដើម្បីមកការបាញ់ប្រាដែលគ្មានរឿងមុខទេនិយាយទៅគឺមើលឃើញសន្តិសុខណាផងបាញ់គាត់គឺគាត់បាញ់មុនឯងដែលប្រកបដោយការប្រយុទ្ធមួយនឹងគឺមិនមែនតែជំនាញនោះទេកូនចៅសន្តិសុខរបស់ឌីមីនឹងក៏បានបើកការបាញ់ប្រហារត្រឡប់មកកាន់លេវនវិញនេះគ្នាក្នុងក្នុងពេលការប្រយុទ្ធយើងឃើញថាចេនេះគឺកំពុងនៅកន្លែងហ្នឹងមិនទាន់ទៅបានគេនាំចេញទៅកន្លែងណានោះទេហើយបន្តិចក្រោយមកក្រុមម៉ូតូធំរបស់ដៃឈ្នះក៏បានមកដល់ដែលដៃនឹងក៏
ក៏បានជាកូនចៅរបស់គេនឹងឲ្យសម្រាប់ចូលហើយកូនចៅម៉ូតូធំរបស់គេនឹងក៏បានបើកទំនើបចាក់ចូលមកដល់ខាងក្នុងក៏តែមានតបានធ្វើអីក៏ថាបានលេវហ្នឹងបាញ់ធ្លាក់លើម៉ូតូម្ដងមួយទៅគឺបាញ់ធ្លាក់ដូចចាមអញ្ចឹងកូនចៅរបស់ដាច់បានម៉ូតូកាន់អំពត់ហ្នឹងដែរថ្មជើងចូលមកក្នុងកន្លែងហ្នឹងដែរលេវហ្នឹងក៏មិនមានញើសអីដែរគឺរងចាំរួចជាស្រេចបានបញ្ចប់ជីវិតពួកហ្នឹងម្ដងមួយចូលមួយបាញ់មួយចូលពីរបាញ់ពីរនិយាយទៅគឺអត់មានចាមហ្មងហើយនៅពេលដែលកំឡុងអស់ចិត្តនៅពេលដែលកូនចៅរបស់ដាច់ហ្នឹងចូលមកចិត្តលេវហ្នឹងគឺប្រើបាត់ម្ដងជំនាញខ្លាំងមែនទែនចាក់ការកូនចៅរបស់ដាច់ហ្នឹងបានយ៉ាងងាយដែរយើងពេលហ្នឹងក៏បានចូលមកដល់ដែរបានធ្វើការភាគគ្នាជាមួយនឹងលេវក៏ប៉ុន្តែមិនទាន់បានប្រហែលផងលេវហ្នឹងក៏បានបោកដាច់ហ្នឹងឲ្យដួលបន្ទាប់មកក៏បានប្រើកបិតចាក់ចំពងគោរបស់ដាច់ធ្វើឲ្យគេចាប់ជីវិតនៅកន្លែងហ្នឹងដែរទៅក្រោយពីបញ្ចប់ជីវិតរបស់ដាច់ហើយលេវហ្នឹងក៏បានចូលរៀបកំភ្លើងរបស់គេយ៉ាងរំភើយហើយដូចគ្មានបញ្ញាអីទេហើយបន្ទាប់ពីរៀបហើយទើបបានលេវហ្នឹងធាក់ទំនួលទ្វារព្រមទាំងបានដាក់មកគ្របបញ្ចប់ជីវិតរបស់សន្តិសុខម្នាក់នៅខាងក្នុងហ្នឹងរីវ៉ៃផើដែលកំពុងតែជាមួយដៃគូរបស់គេហើយនេះចេនីឃើញតែគ្មានឱកាសជាមួយនឹងលេវហ្នឹងក៏បានទម្លាក់កំភ្លើងចុះមកលេវហ្នឹងក៏បានធ្វើអីគេក៏តែមានលេវហ្នឹងក៏បានចាប់ក្បាលរបស់គេហ្នឹងបោកយកបីឡើងទូសាច់តែម្ដងហើយចុងក្រោយលេវហ្នឹងក៏បានបញ្ចប់ជីវិតរបស់ Viper ជាមួយដៃគូរបស់គេនៅកន្លែងហ្នឹងទៅនៅខាងក្រៅដល់វិញយើងឃើញថា Simon ជាមួយនឹងកូនចៅរបស់គេក៏បានមកដល់កន្លែងហ្នឹងដែរហើយកូនចៅរបស់គេក៏បានដើរចូលមកខាងក្នុងគណៈដែល Levon ជាមួយនឹង Jenny នៅវិញក៏បានរៀបចំចាកចេញពេលទីចូលមកដល់កូនចៅរបស់ Simon ពីរនាក់ក៏បានធ្វើការបាញ់រាយចូលទៅម្ដងហើយមើលទៅគឺខ្លាហាននៃតំណងខ្លាំងមែនទែនក៏ប៉ុន្តែមានណា Levon ក៏បានប្រើកាមេរ៉ាសុវត្ថិភាពឆ្លងដល់អំពីទីតាំងរបស់គ្នាគេម្នាក់នៅចំណោមពីរនាក់ដែលបានបាញ់បញ្ចប់ជីវិតរបស់គេទៅ Levon បន្តមកក៏បានបន្តបោះគ្រាប់បែកមួយយ៉ាងលយទៅម្ដងទៅកន្លែងបារម្ភអ្នកផ្សេងទៀតហើយគ្រាប់បែកនោះក៏បានផ្ទុះបញ្ចប់ជីវិតកូនចៅរបស់ Simon ទាំងពីរនាក់នឹងឲ្យស្លាយអស់ក្រោយពីចប់ការងារហើយ Levon ក៏បានទុកអាវុធរបស់គេនៅកន្លែងហ្នឹងបន្ទាប់មកក៏បាននាំ Jenny នេះឡើងមកជិះម៉ូតូដើម្បីត្រៀមចាក់ចេញពីកន្លែងហ្នឹងខណៈដែល Simon នៅកំពុងនៅខាងក្រៅនៅវិញគឺបានឃើញរឿងរ៉ាវគ្រប់យ៉ាងហើយគេក៏បានព្យាយាមតាក់ទងទៅកាន់មេរបស់គេដើម្បីសងកម្លាំងបន្ថែម Simon បានប្រាប់កាន់មេរបស់គេថាពួកគេគឺចង់ឲ្យទៅបន្តបញ្ជូនកូនចៅរបស់ពួកគេនឹងតាមប្រមាញ់ Levon ក៏ប៉ុន្តែមេរបស់គេគឺបានបដិសេធដែលបាននិយាយថា Levon គឺហាក់ដូចជាបិសាចអញ្ចឹងគឺមិនមែនជាមនុស្សធម្មតានោះទេអញ្ចឹងហើយឥឡូវហ្នឹង Levon ឬក៏បិសាចហ្នឹងទទួលបានអ្វីដែលគេចង់បានហើយកុំទៅរំខានគេទៀតកុំឲ្យមានបញ្ហាមកដល់ពួកគេមកដល់ប្រតិបត្តិការរបស់ពួកគេអញ្ចឹងណាចំណែក Simon គេមើលថាដូចជាមិនពេញចិត្តនោះទេដោយសារតែគេគឺមានគំនុំផ្ទាល់ខ្លួនជាមួយនឹង Levon នឹងអញ្ចឹងព្រោះតែ Levon គឺបានបញ្ចប់ជីវិតកូនប្រុសរបស់គេចំនួន2នាក់លឺអញ្ចឹងមេរបស់ Simon ក៏បានប្រាប់ទៅកាន់គេថាកុំឲ្យយើងផ្ទាល់ខ្លួនមកពាក់ព័ន្ធជាមួយនឹងរឿងអាជីវកម្មរបស់ពួកគេអសោះបើសិនជា Simon នឹងអត់ស្ដាប់បញ្ជារបស់គាត់ទេហើយយើងត្រូវប្រាប់គាត់នឹងបញ្ជូនគ្នារបស់គាត់នឹងទៅចាត់ការ Simon នឹងដោយខ្លួនឯងតែម្ដងចំណែក Simon ក្រោយពីបាត់ទូរស័ព្ទជុំគ្នាគ្នាជាមួយនឹងមេរបស់គេគឺមានអារម្មណ៍ថាតានតឹងខ្លាំងមែនទែនដើម្បីស្រែកឡើងដោយការឈឺចាប់មើលសន្ទុះក្រោយមក Levon បាននាំ Jenny នឹងត្រឡប់មកដល់ផ្ទះវិញផងម្ដាយរបស់ Jenny ក៏ឃើញកូនភ្លាមនឹងគឺសប្បាយចិត្តខ្លាំងមែនទែនបានរត់មកអោបផងថើបផងនិងបាននិយាយអរគុណទៅកាន់ Levon ដែល Levon គឺបានគ្រប់ពាក្យសន្យារបស់គេហើយនាំ Jenny នឹងត្រឡប់មកវិញបានដោយសុវត្ថិភាពចំណែក Levon មិនយូរប៉ុន្មានគេនឹងក៏បានត្រឡប់មកផ្ទះរបស់កាមីជួបជុំគ្នាជាមួយនឹង Mary កូនស្រីរបស់គេវិញហើយអ្នកទាំង4នាក់នឹងក៏បានអង្គុយញ៉ាំអាហារជុំគ្នានៅកន្លែងហ្នឹងខណៈដែលរឿងរបស់យើងក៏ចប់នៅត្រង់ចំណុចនេះផងដែរដូច្នេះបើសិនជាបងប្អូនដែលចូលចិត្តរឿងមួយហ្នឹងកុំភ្លេចជួយចុច like ចុច subscribe channel ម្នាក់មួយផងអរគុណច្រើនបាយបាយ